នេះជាសកម្មភាពដែលខ្ញុំរៀបចំទៅបងត្រីហើយនេះដែរគឺជាឧបករណ៍នេសាទរបស់យើងបានគឺជាសណាញ់ឥឡូវនេះយើងចាំទៅទស្សនាមើលដល់ទីតាំងជំរាបសួរនិងសួស្តីអ្នកនរគ្នាបាទជួបខ្ញុំទៀតហើយសំណាង24ហើយនេះដែរគឺកន្លែងទីតាំងដែលយើងនេសាទត្រីនេះយើងយកស្នាញ់មកពីរបាទមានអាតូចមួយហើយនិងអាធំមួយគឺខ្ញុំមកតាមអាត្រីធំបាទចាំមើលតើបានឬក៏អត់ហើយនេះជាសកម្មភាពដែលខ្ញុំកំពុងតែរៀបរាប់បងត្រីឥឡូវនេះគឺខ្ញុំបងអាស្នាញ់វើមុនក្រែងអាធំវាផុសព្រោះអាធំមានឡែងផុសកន្លែងហ្នឹងចាំមើលតើវាផុសឬក៏អត់មកចឹងកន្លែងនេះគឺថាខ្ញុំចាំមាត់យូរពេកហើយក៏ដើរទៅដេញវាពីខាងអូនឹងមកវិញក្រែងវាផ្អើលមកអាចនឹងមានមាត់កន្លែងហ្នឹងខ្លះយល់ទៅស្ងាត់ត្រីហ្មងចាំឡើងយូរដែរពី1ម៉ោងអត់ឃើញមានមាត់ផុសចាំមើលតើដេញពីខាងហ្នឹងមកចាំមើលតើមានត្រីផ្អើលមកឬក៏អត់ឥឡូវនេះខ្ញុំដេញមកដល់នេះចាំមើលតើមានមាត់ចាំមើលតើវាផ្អើលឬក៏អត់តើមានត្រីផុសឬក៏អត់បើថាអត់ទេខ្ញុំនឹងត្រូវមើលទីតាំងថ្មីទីតាំងនេះដូចស្ងាត់ដល់ហើយសូវមានត្រីផុសនឹងហើយអ្នកនរគ្នាកន្លែងមិញគឺយើងចាំយូរពេកចាំឡើង2-3ម៉ោងហើយឃើញមានផុសឥឡូវមានតែសម្រាប់ចិត្តមកដូរកន្លែងថ្មីបាទហើយកន្លែងនេះដែរគឺជាកន្លែងស្ទឹងបាទកន្លែងមិញគឺយើងបងកន្លែងអូឥឡូវយើងសាកមកលេងស្ទឹងម្ដងមើលតើបានត្រីរស់ត្រីរៀលអីអត់ខ្ញុំទៅកន្លែងហ្នឹងខ្ញុំមករោលើកមុនសបោបានសបោត្រីរៀលសបោត្រីឆ្ពិនគឺថាមានច្រើនតំណងចាំមើលឥឡូវយើងអាហ្នឹងខ្ញុំមកសាកម្ដងទៀតចាំមើលតើបានឬក៏អត់នឹងហើយអ្នកនរគ្នាខ្ញុំភ្លេចប្រាប់រឿងមួយខ្ញុំបងនេះគឺថាខ្ញុំហុំមុងបាទហុំមុងច្រឡំមុងហុំមុងបាទនេះបងប្អូនឃើញអត់អាខ្សែរបស់ទីទួយហ្នឹងអាហ្នឹងមុងខ្ញុំហុំបិទជុំវិញហើយយើងបងកដាលបានយើងត្រីអត់បែកតាណាបងប្អូនដែលមានទឹកណាដែលធំហើយអាចធ្វើដូចខ្ញុំបានបាទយើងហុំមុងបិទជុំវិញមកហើយយើងបងកដាលនោះត្រីវានឹងផ្អើលជិបមុំយើងផងហើយក៏ជិបស្នាញ់យើងផងហើយនេះជាលទ្ធផលដែលយើងបងនឹងអូដែលយើងបងអូនៅក្បាលវីដេអូបាទឥឡូវនេះត្រីមានបានត្រីទក់មុខបាន2ដែង4ត្រីក្រាញ់3បាទលទ្ធផលដែលយើងបានញរំទៅត្រីទក់ធំដែរបាទត្រីមានច្រើនតែខ្ញុំបងអត់បានបងបានតែប៉ុណ្ណឹងណាមួយល្ងាចផងហើយនេះជិតចូលជិត1គីឡូដែរបាទ6-7ខាំដែរហើយនេះជាត្រីរៀលដែលយើងបងបាននឹងស្ទឹងហើយជាចុងក្រោយក៏សូមអរគុណបងប្អូនដែលបានមើលវីដេអូនេះដល់ចប់សង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូ